ពួកដង្កូវសង្គមគឺវាចេះណាវាអាចបំផ្លាញជនស្នេហាជាតិឲ្យរលាយបានអ្នកដឹកនាំគ្រប់រូបទាំងអស់បើសិនជាធ្វេសប្រហែសជាមួយនឹងអាពួកលេមលើមអ្នកនឹងអន្តរាយប៉ុន្តែពួកលេមលើមមានពីរប្រភេទពួកលេមលើមដែលគ្មានអង្គការចាត់តាំងអំពីបរទេសវាលេមលើមយកតែផលប្រយោជន៍សួនតួវាទេវាជន់នៅនេះវាជន់នៅនោះដើម្បីតែប្រយោជន៍បុណ្យស័ក្តិអំណាចរបស់វាតែប៉ុណ្ណោះឯងតែពួកលេមលើមមួយទៀតវាបញ្ចេញសកម្មភាពនៅពេលដែលជាតិកំពុងមានទុក្ខពួកលេមលើមដែលមិនពាក់ព័ន្ធជាមួយនឹងបរទេសពេលប្រទេសមានទុក្ខវាសងំហើយវាអត់ចេញធ្វើអីទេព្រោះពួកលេមលើមមិនមែនជាពួកខ្លាំងខ្លាទេពេលប្រទេសជាតិមានទុក្ខវាក្រាបតែមកប្រភេទទៀតនៅពេលប្រទេសមានទុក្ខវាបញ្ចេញសកម្មភាពស្របច្បាប់ដុតឲ្យខ្លោចរួចឲ្យឆៅបង្កើតព្រឹត្តិការណ៍ផ្សេងដើម្បីទាញយកឥទ្ធិពលនយោបាយទៅវាយប្រហារអ្នកដឹកនាំជាជំទល់របស់ជាតិតង់នេះมันអាចបដិសេធបានទេมันអាចបដិសេធបានទេក៏ព្រោះតែការដែលខ្ញុំនិយាយមកនេះមិនមែនដេកទៅនឹកឃើញទេគឺបានឆ្លងកាត់រួចហើយឆ្លងកាត់រួចហើយខ្មែរក្រហមបែកបាក់នៅក្នុងខេត្តកោះកុងឆ្នាំ1984ក៏ផ្ដើមចេញអំពីអាលេមលើមនឹងដែរតែអាលេមលើមវាមានពីរប្រភេទអាមួយលេមលើមយកគប់យកគួរវាគិតរឿងប្រយោជន៍បុណ្យស័ក្តិលៀបតការៈឡានលុយវិឡាអាមួយទៀតលេមលើមដើម្បីធ្វើឲ្យចិត្តយើងដើម្បីបំផ្លាញកម្លាំងល្អនៅពីក្រោមយើងឲ្យអស់តាមរយៈសន្តិសម្ព័ន្ធតាមរយៈវិធានសាអានឹងគឺងើបស្របច្បាប់ក្នុងពេលដែលប្រទេសជាតិសម្រាប់អស់មេដឹកនាំល្អដែលជាយុទ្ធមិត្តរបស់ខ្ញុំតាំងពី1970សម្រាប់អស់គឺបែបនេះគឺត្រូវតែមានដាច់ខាតដូច្នេះសូមអ្នកដឹកនាំគ្រប់រូបប្រយ័ត្នអារឿងនឹងឲ្យមែនទែនពួកវានឹងធ្វើសកម្មភាពស្របជាមួយនឹងសត្រូវរបៀបជាអនុវត្តផែនការរបៀបជាអនុវត្តច្បាប់ប៉ុន្តែពេលណាវាអត់ធ្វើទេវាធ្វើក្នុងពេលដែលប្រទេសជាតិកំពុងរងវិបត្តិមានបរទេសលៀនពៀនតែនេះមួយខ្ញុំឆ្លងរួចហើយបានឃើញហើយបានខកចិត្តរួចហើយនៅពេលដែលយើងអនុវត្តទៅលើវាមានកន្លែងប្រែននៅពេលដែលយើងមិនដឹងនៅតែបំផ្លាញយើងរហូតអានឹងឲ្យគេថាសត្រូវពីក្រោយខ្នងមិនមែនសត្រូវកាន់អាវុធនោះទេគឺសត្រូវនេះឯងលេមលើមនេះឯងវាគ្រោះថ្នាក់ហើយយើងរកគ្រោះថ្នាក់អានឹងគ្រប់សម័យកាលគ្រាន់តែថាមិនដែលណានិយាយដល់អានឹងទេពេលនេះខ្ញុំនិយាយជាសាធារណៈហើយកូនទាំងអស់គ្នាពិតជាវាស់បានក្នុងដំណាក់កាលនេះតើនរណាពូនបញ្ជ្រុំប្រុងឲ្យដួលជំទល់ដឹកនាំជាតិយើងដឹងហើយជាតិរបស់យើងប្រសិនតែបាក់ជំទល់ក្នុងពេលនេះប្រទេសជាតិរបស់យើងនឹងធ្លាក់ទៅក្នុងចំនួនមហាអំណាចគេប៉ង
đợt đơm dọc ti tăng bật đi khmer từ thưa chia bom pro cuột kia sập hiệp bốt anh ti pol nយោបាយanh ti pol sẽ cái đôi chân này làm bay xa là bong à nô ban làm bayประกวดประเจนบ้านมหาอำนาจอดไว้เนี่ยตีคือเอาประเทศมวยแต่อาจงี้บังกอจุ่มลูกเนี่ยประกวดประเกณฑ์ที่เนี่ยเต้าหายเก่งกุยมือกี่เนี่ยปะตะเปย์เอาดักเนี่ยดักจมพูประเทศเขาไม่อัดอะไรดิเนื้อปนังหรืออ่านติงตุ้ยปันตายกาประกวดประเจนที่เนี่ยคือดักบกกุลดักน้อมระบายนี่คนthật đăng đón đan bỏ ra cứ bay như anh bà ca na đâm rồi bỏ giường nơi pi để khuôn anh màn thong cắt rồi mà hơi ni khơi đôi chân này việc bứt chia bà ram khăng na chấm pua sọcสวัสดิภาพสังคมชีตก็โดยจะสกสวัสดิภาพพิเศษบองโอนโกนใจขมายแต่งขนมหนังกระไรปฏิให้อาจพลิกคล้วนนึกเราเมียทะเลโจลขนมดองดานประวัติศาสตร์เจ้าเจียเหมือนคานโดยเฉพาะเชื่อมบาดมุนหนึ่งออกชีวิตเตอร์พุทธีปรังปรายรวมจำนายนิเยดามาดีบองปอนโกนใจขมายจังขนมหนึ่งไกลปฏิอ่อยบานดังไกลโลเมียนจะน้อยนามวยแต่โกนเจ้าบองปอนยกตัวเพื่อจีจะให้กอขนมกาปิจารณารวมจำนายช่วยชีวิตมิตรภูมิรวมจำนายกาเปียสวัสดิภาพสันติสุขตรอบสมบัติต่อครูนหนึ่งปีได้บองปอนโกนเจ้าปุ่มได้บานฉลองกัดในเรื่องราวประวัติศาสตร์ให้ผมได้เมียนบกนานิเยจำนวนประสบรวมขนมนโยบายชีตเอาโกนใจขมายสดับตีโกนใจตัวอัติปุลไปปีเนกาปะนโยบายได้ยกชีตtừ thưa chỉ ốp co rồi bay chay bạ bộ crom chiết tại mùi thưa ai sừng cung chiết rốt ti bánh chọc không miên nơi cả bay bạ lịch này hơi bàn chỉ khi ông cứ tha khi ông từ tại châu ruộng này gì sắc xa chỉ mùi được bong bồn cồn trâu chẳng ọc nè cái này lô miên chẳng lạnh làm muối dương ai rọc rụp môn chui chít miệt phù một bỏ dương ban hơi ban chẳng ai cứ phiếp chít bỏ dương thêm từ thiết đầm bay túc trên cho ra nó vô bài để chít dương nâng bà hay ai nâng lẽ châu khôngใครคล้วนจะตีตีตั้งจมลูกดันดามภูมิศาสตร์นโยบายศาสตร์จะทำไมนึกปีลไทยประกาศลุบกิจโปรมเปรียงชบบันเนี่ยทั้งไงประมวยโตลานึกประเทศมาเลเซียกรอมกาจงอลบังฮานระบบอเมริกันเพื่อเอาเขียมจับอารมณ์ถ้าเรื่องนี้วิอัดเงยจับเตเรื่องนี้วิเจเรื่อง
ប្រកួតប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយគ្រប់គ្រងជាក់ជាមិនខានថៃសៀមគាត់ហ៊ានធ្វើគាត់ពិតជាទទួលសញ្ញាវិជ្ជមានណាមួយពីឥទ្ធិពលនៃការដណ្ដើមភូមិសាស្ត្រនយោបាយនេះជាក់ជាមិនខានចំណុចនេះមួយខ្ញុំមិនទាន់វាយតម្លៃថាវាប៉ុណ្ណាទេប៉ុន្តែដើមហេតុវាហាក់បីដូចជាឲ្យសញ្ញាទៅហើយបើវាស់ទៅអតីតកាលដែលកូនកើតមិនទាន់កូនពិតថាជារឿងធម្មតាតែបើយើងក៏លេចមើលប្រវត្តិសាស្ត្រហើយសិក្សានៅក្នុងចំណុចកណ្ដាលយើងពិតជាវាយតម្លៃបានបើខ្មែរប្រហែសខ្មែរនឹងคล้ายទៅជាជ្រុញចិញ្ច្រាំដណ្ដើមភូមិសាស្ត្រនយោបាយឥទ្ធិពលភូមិសាស្ត្រនយោបាយពីមហាអំណាចសេរីនិងកុម្មុយនីសជាក់ជាមិនខានណាកូនចៅទាំងអស់គ្នាការព្រួយបារម្ភរបស់ខ្ញុំនេះខ្ញុំតែងតែពិនិត្យអង្កេតនៅចរន្តនយោបាយស្រុកខ្មែររបស់យើងចរន្តនយោបាយបកពួកនានានៅក្នុងប្រទេសខ្មែរពិសេសក្នុងដំណាក់កាលសៀមវាយប្រហារចលនាបកពួកក្រុមនៅក្នុងខ្មែរស្ដែងចេញឲ្យឃើញសារជាតិដែលហ៊ានធ្វើដែលហ៊ានបំពេញវាសុទ្ធតែមានអង្គការចាត់តាំងពីបរទេសជាក់ជាមិនខានប្រទេសជាតិយើងធ្លាប់រងគ្រោះដោយសារតែបកពួកលេមលើមវរៈជនយើងស្លាប់ក៏ដោយសារតែពួកអែបអមលេមលើមអ្នកដឹកនាំខ្មែរគ្រប់សម័យកាលក៏អន្តរាយដោយសារតែពួកលេមលើមតែពួកលេមលើមវាមិនបញ្ចេញសកម្មភាពក្នុងពេលនេះទេនឹងពួកលេមលើមធម្មតាពួកវានឹងក្រាបទាំងអស់នេះខ្ញុំកាត់ពិចារណាខ្លួនឯងហើយនឹងមានហេតុផលជាក់ស្ដែងមួយទៀតបិទអាទាំងសិនសូមលើកអំពីឆ្នាំ1985វេលាថ្ងៃមួយឡានកំងការដែលខ្ញុំប្រើរេសវ៉ាវា2រេសវ៉ា1 40 លីត្ររេសវ៉ា2វា80 លីត្រពីដងសកួរ1 20 លីត្រទាំងអស់វា100 លីត្រតែខ្ញុំប្រើអស់60 លីត្រទៅហើយដល់60 លីត្រទៅហើយខ្ញុំមិនអាចទុកឲ្យអស់ឬក៏ចិត្តអស់នោះបានទេខ្ញុំត្រូវយកឡាននោះទៅចាក់ប្រេងបន្ថែមនៅឯស្រុកសៀមជាកន្លែងលាក់ខ្លួនរបស់តាមុកនេះនិយាយរឿងសម្ងាត់ប្រាប់កូនចៅតិចចុះដើម្បីឲ្យដឹងតាការវាស់ស្ទង់ពីស្ថានភាពដែលខ្ញុំយកបាននិងអំពីព្រឹត្តិការណ៍ជាក់ស្ដែងរបស់អ្នកធំវាយ៉ាងម៉េចតាមុកបានលាក់ខ្លួននៅក្នុងប្រទេសសៀមឆ្នាំ1985 86
ដែលមានចម្ងាយពីទល់ដែនខ្មែរប្រហែលជា30 គីឡូម៉ែត្រទៅនៅក្នុងប្រទេសសៀមដោយជួលដីមួយកន្លែងដាច់ស្រយាលពីភូមិអ្នកស្រុកបោះទីតាំងនៅក្នុងប្រទេសសៀមនោះឯងហើយប្រេងអាវុធគ្រាប់ស្បៀងអាហារគឺដាក់នៅទីនោះឯងនៅក្នុងស្រុកស្រីប្រហែលជា30 គីឡូម៉ែត្រចូលយ៉ាងជ្រៅពេលនោះថ្ងៃត្រង់ទៅហើយដោយសារតែកន្លែងទីតាំងនោះវាជំរាលខ្ញុំក៏ប្រលុតម៉ាស៊ីនឡានតាំងពីមាត់ច្រកចូលហើយខ្ញុំបទៅសៀទៅយ៉ាប់ខ្ទមរបស់តាមុកដោយខ្ញុំគិតថាថ្ងៃត្រង់គឺគាត់សម្រាកបើខ្ញុំបច្ចេកម៉ាស៊ីនឡានទៅឈប់ក្បែរគាត់នឹងភ្ញាក់ពីសម្រាកក្នុងដំណើរខ្ញុំចេញពីពើងព្រះក្មួយបង្កើតរបស់គាត់ម្នាក់បានសុំដោយសារខ្ញុំទៅទីនោះដែរតែខ្ញុំអត់ដឹងបំណងម្នាក់នោះទេក៏ខ្ញុំនឹកឃើញតែជាក្មួយរបស់តាមុកហើយក៏មកចោះអត់អីទេម្នាក់នោះដោយសារតែខ្លួនឯងភ្លេចគិតនៅពេលដែលខ្ញុំចតឡានអែបនឹងខ្ទមរបស់តាមុកហើយតាមុកអត់ដឹងថាឡានឈប់នៅក្បែរខ្ទមទេព្រោះជញ្ជាំងទៀតពួកខ្ញុំអត់មានបច្ចេកម៉ាស៊ីនផងខ្ញុំឈប់ឡានហើយខ្ញុំមិនទាន់ចុះទៅជួបគាត់ទេដោយខ្ញុំមើលពីដងសម្រាប់តកួសាំងបន្ថែមរៀបចំដើម្បីទៅបូមសាំងបំពេញរិសបឡានខ្ញុំមិនទាន់បានចាក់ចេញពីឡាននោះទេតែក្មួយរបស់គាត់បានចុះចេញពីឡានហើយចូលទៅជួបតាមុកភ្លាមហើយស្រែកសួរតាមុកថាតាចុះហេតុអីសាច់ឈាមឯងមិនអោយធ្វើធំបានជាឲ្យអ្នកដតីធ្វើធំទៅវិញតាមុកអត់ដឹងខ្ញុំនៅគៀកនោះទេតាមុកនិយាយថាឯងកុំភ្លឺនៅក្នុងសង្គ្រាមបើឯងធ្វើធំតន់តែឯងក្លាហានបាននាំគេទៅធ្វើសង្គ្រាមកើតតែទោះជាឯងក្លាហាននៅក្នុងសង្គ្រាមឯងដឹងទេវាងាប់ទុកឲ្យមិនមែនជាខ្សាច់យើងវាចូលធ្វើសង្គ្រាមចាប់សង្គ្រាមក៏វាងាប់បើវាមិនងាប់ចាំគិតទៀតអញនឹងលើកឯងឲ្យធ្វើធំខ្ញុំសុំអត់បញ្ចេញឈ្មោះម្នាក់នោះទេក្នុងខួរក្បាលខ្ញុំពោពេញទៅដោយការឈឺចាប់ជាទីបំផុតនៅពេលដែលសម្ដីតាមុកបានចូលក្នុងត្រចៀកខ្ញុំហើយវាคล้ายទៅជាការសម្ងាត់រហូតមកដល់ម៉ោងនេះទើបខ្ញុំបរិយាយប្រាប់បងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសឲ្យបានដឹងការដែលខ្ញុំរក្សាជីវិតឲ្យបានរស់ការដែលខ្ញុំមិនទទួលយករង្វាន់មិនទទួលយកមុខនៃទីតំណែងតែខ្ញុំនៅតែធ្វើការគឺសិតតែមានហេតុផលគ្រប់យ៉ាងថាខ្ញុំដាច់ខាតមិនយកជីវិតខ្ញុំប្រើក្នុងនយោបាយប្រឆាំងខ្មែរនិងខ្មែរដាច់ខាតតែចំពោះបរទេសខ្ញុំអត់មានបទូដៃទេចំណុចនេះមួយហើយដែលជាចំណុចមួយដែលខ្ញុំបោះបានរួមផ្សំទាំងហេតុការផ្សេងទៀតមកនិយាយប្រាប់កូនចៅហើយជារឿងមួយដែលខ្ញុំនិយាយជាលើកទី1ប្រាប់ជាសាធារណៈទៅលើបងប្អូនខ្មែរទូទាំងពិភពលោកឲ្យបានដឹង
កិច្ចការគឺនៅខាងក្នុងវាជ្រៅដែលវាកិច្ចការបោកប្រាស់ទោះបីនៅក្នុងរបបកុម្មុយនីសក៏វានៅតែលទ្ធភាពអាលេមលើមនេះវាបំផ្លាញជនស្នេហាជាតិដរាបក្នុងរបបកុម្មុយនីសដែលគ្មានចាយលុយក៏នៅតែអាពួកលេមលើមវាបំផ្លាញវីរៈជនដូនតាបានជាហោហែនិយាយយ៉ាងនេះរឿងពិតទាំងនេះលើកឡើងមិនមែនចង់អួតខ្លួនឯងថាជាអ្វីនោះទេតែចង់ប្រាប់បងប្អូនកូនចៅខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបថាពួកដង្កូវសង្គមគឺវាចេះណាស់វាអាចបំផ្លាញជនស្នេហាជាតិឲ្យរលាយបានអ្នកដឹកនាំគ្រប់រូបទាំងអស់បើសិនជាធ្វេសប្រហែសជាមួយនឹងអាពួកលេមលើមអ្នកនឹងអន្តរាយប៉ុន្តែពួកលេមលើមមានពីរប្រភេទពួកលេមលើមដែលគ្មានអង្គការចាត់តាំងអំពីបរទេសវាលេមលើមយកតែផលប្រយោជន៍ส่วนตัวវាទេវាជន់នៅនេះវាជន់នៅនោះដើម្បីតែប្រយោជន៍បុណ្យស័ក្តិអំណាចរបស់វាតែប៉ុណ្ណោះឯងតែពួកលេមលើមមួយទៀតវាបញ្ចេញសកម្មភាពនៅពេលដែលជាតិកំពុងមានទុក្ខពួកលេមលើមដែលមិនពាក់ព័ន្ធជាមួយនឹងបរទេសពេលប្រទេសមានទុក្ខវាសង្ងំហើយវាអត់ចេញធ្វើអីទេពួកលេមលើមមិនមែនជាពួកខ្លាំងខ្លាទេពេលប្រទេសជាតិមានទុក្ខវាក្រាបតែមកប្រភេទទៀតនៅពេលប្រទេសមានទុក្ខវាបញ្ចេញសកម្មភាពស្របច្បាប់ដុតឲ្យខ្លោចរួចឲ្យឆៅបង្កើតព្រឹត្តិការណ៍ផ្សេងដើម្បីទាញយកឥទ្ធិពលនយោបាយទៅវាយប្រហារអ្នកដឹកនាំជាជំទល់របស់ជាតិតង់នេះมันអាចបដិសេធបានទេក៏ព្រោះតែការដែលខ្ញុំនិយាយមកនេះមិនមែនដេកទៅនឹកឃើញទេគឺបានឆ្លងកាត់រួចហើយខ្មែរក្រហមបែកបាក់នៅក្នុងខេត្តកោះកុងឆ្នាំ1984ក៏ផ្ដើមចេញអំពីអាលេមលើមនឹងដែរតែអាលេមលើមវាមានពីរប្រភេទអាមួយលេមលើមយកគប់យកគួរវាគិតរឿងប្រយោជន៍បុណ្យស័ក្តិលៀបតការៈឡានលុយវាឡាអាមួយទៀតលេមលើមដើម្បីធ្វើឲ្យចិត្តយើងដើម្បីបំផ្លាញកម្លាំងល្អនៅពីក្រោមយើងឲ្យអស់តាមរយៈសន្តិសម្ព័ន្ធតាមរយៈវិធានសាសនាអានឹងគឺងើបស្របច្បាប់ក្នុងពេលដែលប្រទេសជាតិសម្រាប់អស់មេដឹកនាំល្អដែលជាយុទ្ធមិត្តរបស់ខ្ញុំតាំងពី1970សម្រាប់អស់គឺបែបនេះគឺត្រូវតែមានដាច់ខាតដូច្នេះសូមអ្នកដឹកនាំគ្រប់រូបប្រយ័ត្នអារឿងនឹងឲ្យមែនទែនពួកវានឹងធ្វើសកម្មភាពស្របជាមួយនឹងសត្រូវរបៀបជាអនុវត្តផែនការរបៀបជាអនុវត្តច្បាប់ប៉ុន្តែពេលណាវាអត់ធ្វើទេវាធ្វើក្នុងពេលដែលប្រទេសជាតិកំពុងរងវិបត្តិមានបរទេសលិនពៀនតនេះមួយខ្ញុំឆ្លងរួចហើយបានឃើញហើយបានខកចិត្តរួចហើយនៅពេលដែលយើងអនុវត្តទៅលើវាមានកន្លែងប្រែននៅពេលដែលយើងមិនដឹងនៅតែបំផ្លាញយើងរហូតអានឹងហើយគេថាសត្រូវពីក្រោយខ្នង
មិនមែនសត្រូវកាន់អាវុធនោះទេគឺសត្រូវនេះឯងលេមលើមនេះឯងវាគ្រោះថ្នាក់ហើយយើងរកគ្រោះថ្នាក់អានឹងគ្រប់សម័យកាលគ្រាន់តែថាមិនដែលណានិយាយដល់អានឹងទេពេលនេះខ្ញុំនិយាយជាសាធារណៈហើយកូនទាំងអស់គ្នាពិតជាវាស់បានក្នុងដំណាក់កាលនេះតើនរណាពូនបញ្ជ្រុំប្រុងឲ្យដួលជន្ទល់ដឹកនាំជាតិយើងដឹងហើយជាតិរបស់យើងប្រសិនតែបបាក់ជន្ទល់ក្នុងពេលនេះប្រទេសជាតិរបស់យើងនឹងធ្លាក់ទៅក្នុងចំនួនមហាអំណាចគេប៉ងដណ្ដើមយកទីតាំងប្រទេសខ្មែរទៅធ្វើជាប៉មប្រកួតគ្នាសភាវុធអធិពលនយោបាយអធិពលសេដ្ឋកិច្ចដូច្នេះដើម្បីសាកល្បងអានោះបានដើម្បីប្រកួតប្រជែងបានមហាអំណាចអត់វាយគ្នាទេគេឲ្យប្រទេសមួយដែលអាចងាយបង្កចំនួននេះប្រកួតប្រកែងគ្នាទៅហើយគេអង្គុយមើលគេអ្នកបតក់ប្រេងឲ្យដាក់នេះដាក់ចំពោះប្រទេសខ្មែរអត់អាលាយទេនៅប៉ុណ្ណឹងឬក៏អស់បន្តិចតួចប៉ុន្តែការប្រកួតប្រជែងគ្នាគឺដាក់បុគ្គលដឹកនាំរបស់អញនេះកូនត្រូវដឹងដងដានបរតឡាគឺបែបនេះឯងបើកាលណាដាក់មនុស្សរបស់អញបានអញឈ្នះឯងដាក់មនុស្សរបស់ឯងមិនបានមកគ្រប់គ្រងខ្មែរឯងចាញ់កូនចៅប្រុសស្រីជាទីគោរពស្រឡាញ់កូនចេះកូនដឹងតែកូនអត់បានឆ្លងកាត់ដងដាននៃប្រវត្តិសាស្ត្រហើយកូនមិនដែលទទួលនរណាណែនាំនិយាយប្រាប់អំពីកលល្បិចជ្រៅនៅក្នុងសង្គមនយោបាយកូនពិតជាចម្លែកហើយអាតាផលនេះនិយាយអីប្រេះផ្ដាស់ខុសគេប៉ុន្តែសិតតែជារឿងពិតជារឿងបានឆ្លងកាត់ខ្លួនឯងរួចហើយការឆ្លងកាត់ខ្លួនឯងនេះការប្រឹងលាក់ប្រវត្តិការប្រឹងមិនប្រជែងឥទ្ធិពលនេះគឺដើម្បីរក្សាអាយុជីវិតបានមកនិយាយប្រាប់បងប្អូនកូនចៅថាខ្មែររបស់យើងនេះត្រូវតែប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងពេលនេះជនស្នេហាជាតិទាំងឡាយត្រូវតែប្រឹងប្រែងឲ្យអស់សមត្ថភាពអោបរដ្ឋធម្មនុញ្ញ1993ឲ្យជាប់ពុំនោះទេប្រទេសជាតិយើងនឹងคล้ายទៅជាទីតាំងចំនួនដណ្ដើមភូមិសាស្ត្រនយោបាយសាជាថ្មីខ្មែរពីរក្រុមនឹងប្រកួតប្រជែងគ្នាឲ្យមហាអំណាចមើលកាប់សម្លាប់គ្នាឯងយ៉ាងរង្គាលដូច3ឆ្នាំ8ខែត្រូវចាំឲ្យច្បាស់យើងពិតជាពិបាករកមើលឃើញសត្រូវពីក្រោយខ្នងប៉ុន្តែសត្រូវពីក្រោយខ្នងតែងប្រហែសនៅពេលដែលចវាយរបស់គេនោះធ្វើសកម្មភាពវាយប្រហារទាំងយោធាទាំងសេដ្ឋកិច្ចនយោបាយមកលើចន្ទល់ដឹកនាំជាតិខ្មែរពួកគេនឹងធ្វើសកម្មភាពហើយយើងវាស់បានយ៉ាងច្បាស់ក្រឡែតបើកូនមិនបានដឹងដងដានវត្តសាស្ត្រថាគេធ្វើនឹងដើម្បីជាតិទេតាប៉ុន្តែបើកូនភ្លេចថាបើដើម្បីជាតិជាប៉ុណ្ណាវាជាប្រទេសទាំងមូលវាជាពលរដ្ឋទាំងមូលមិនមែនជារបស់បកនយោបាយទេតែបើសកម្មភាពក្នុងពេលនេះសម្ដៅទៅលើបកអញក្រុមអញតើឧត្តមគតិជាតិនិយមវាមានប៉ុណ្ណា
អត់ដំមកទេជាតិនិយមវានៅពីក្រោមបកពួកក្រុមនយោបាយពួកគេអាចបោះបង់ជាតិចោលពេលណាក៏បានដើម្បីស្រវាយកអំណាចពួកគេអាចបំរើសៀមថ្ងៃណាក៏បានគឺព្រោះតែសកម្មភាពទុកជាតិនៅក្រោមបកពួកក្រុមវាអត់បបាក់វាស់ទេហើយបើកូនភ្លេចអារឿងហ្នឹងកូននឹងទីបំផុតដោយសម័យខ្ញុំដល់ពេលខ្លួនឯងយកអំណាចបានឲ្យគេហើយខ្លួនឯងខ្លាយទៅជាឧបករណ៍ខ្លាយទៅជាឆ្លើយសឹកហាមាត់គឺស្លាប់កូនចាំណាកុំឲ្យដើរដល់ចំណុចនោះណាប្រទេសជាតិយើងវានឹងធ្វើដំណើរទៅដល់នោះហើយក្រោយពីសៀមលុបចោលកិច្ចព្រមព្រៀងទី6ដុល្លារបើសៀមគ្មានខ្នងអាងសៀមអត់ហ៊ានលុបអានោះទេតែសៀមមានខ្នងអាងតែខ្ញុំមិននិយាយថាណាអាងទេតែមើលចរន្តនយោបាយមហាអំណាចពីរកំពុងតែមកជ្រុំជ្រែងនៅក្នុងទីតាំងចំនួនភូមិសាស្ត្រនយោបាយនេះបើកូនគិតមិនល្អកូនខ្លាយទៅជាឧបករណ៍បំរើនយោបាយឲ្យបាក់ពួកក្រុមដែលមានចេតនាបំរើបរទេសហើយនិយាយនេះក៏ដាស់តឿនដល់អ្នកដឹកនាំគ្រប់ទាំងអស់ដែរប្រយ័ត្នឲ្យមែនទែនរឿងសត្រូវពីក្រោយខ្នងចំពោះការធ្វើសង្គ្រាមជាមួយសៀមវាអត់មានអីអញើតសៀមនឹងទេប៉ុន្តែសៀមវាដឹងចំណុចខ្សោយគឺវាអាងទៅពីក្រោយខ្នងរបស់វានៅពេលដែលបង្កចំនួនឲ្យខ្មែរឆ្លោះនេះហើយវានឹងធ្វើជាអង្គការមនុស្សធម៌ផ្ដល់ដីផ្ដល់កន្លែងឲ្យខ្មែរនៅធ្វើច្បាំងគ្នាដូច1979ប្លង់តដែលទេបើខ្មែរកណ្ដាលចាប់ដើមខំហែកគ្នាហើយកើតបន្ទុកសារាយហើយសៀមដើរតួជាអ្នកមនុស្សធម៌ផ្ដល់កន្លែងឲ្យខ្មែរក្រហមនៅផ្ដល់កន្លែងឲ្យលោកតាសឿនសាននៅផ្ដល់កន្លែងឲ្យធុនទុនពេជ្រនៅដូចមុនឆ្នាំ1991នេះចេតនារបស់សៀមដែលវាមិនទាន់សម្រេចទិសដៅបានវាធ្វើឯអង្គចាំគ្នាវាដូច្នេះរឿងមួយនេះខ្ញុំវាយតម្លៃបើថាវាខុសក៏ខុស30%ចុះព្រោះខ្លួនឯងជាពលរដ្ឋម្នាក់មិនមែនជាបណ្ឌិតមិនមែនជាអ្នកវិភាគអីទេធំដុំទេប៉ុន្តែគ្រាន់តែដងដានដែលឆ្លងកាត់មកការងារដែលខ្លួនឯងឆ្លងកាត់មកវាបង្ហាញយ៉ាងក្រឡែតចឹងតែម្ដងណាបងប្អូនកូនចៅទាំងអស់គ្នានៅក្នុងសង្គមជាតិខ្មែរបកពួកក្រុមគេបានឆ្លោយយ៉ាងដូចដៃថែបហើយអត់មានអ្នកណាសរោះស្រួលមួយអ្នកណាទេក្រុមទូចក៏ចឹងអញដាច់ខាតក្រុមធំក៏ចឹងអញដាច់ខាតចំណុចនេះមួយជាចំណុចសម្រាប់ជាតិខ្លួនឯងផ្គាប់ចិត្តបរទេសឆ្លៀនពៀនខ្ញុំនិយាយឲ្យច្បាស់អត់មានបកកែតាណារួចទេក្រុមទូចក៏ដោយក្រុមធំក៏ដោយបើកាលណាមានទស្សនៈដាច់ខាតនិយមជាមួយនឹងគ្នាហើយគ្មានហក់តាណាក្រៅអំពីធ្វើជាអាយ៉ងបរទេសទេសៀមអត់ទាន់បានមានអាយ៉ងខ្លួនឯងគ្រប់គ្រងប្រទេសទេដោយចេះសៀមត្រូវតែប្រឹងអស់សរសៃកែងហើយដើម្បីបំរើចំនួនទីតាំងភូមិសាស្ត្រនយោបាយដោយសារឥទ្ធិពលមកដឹងឯងខ្ញុំមិនថាទេកូនពិចារណាខ្លួនឯងធ្វើឲ្យខ្ញុំវាស់បានក្រោយពេលថៃលុបកិច្ចព្រមព្រៀងនៅទីក្រុងសាកាតាថ្ងៃ6ដុល្លារវាស់បានសៀមនឹងមកកសង្គ្រាមលុះត្រាតែបង្កើតឧទាមបាន
ទុកឲ្យខ្មែរវាយគ្នាគួយមើលសៀមចេញមុខធ្វើជាប្រទេសមនុស្សធម៌ផ្ដាល់ឲ្យជនភៀសខ្លួននៅហើយក៏ផ្ដាល់ទីតាំងអូទៀមឲ្យទៀមខ្មែរឲ្យនៅដែរនេះនិយាយមុនបរោយនិយាយមុនបរោយតែយើងនៅពេលដែលដឹងជើងហេតុយ៉ាងនេះច្បាស់លាស់ប្រឹងទប់ខាងក្រៅឲ្យជាប់ចលនាខាងក្រៅទៅទប់ឲ្យជាប់អាទៅពីកៅក្រងតម្លៃណាទប់ឲ្យជាប់អាទៅពីក្រៅក្រងអាទៅចំពោះមុខយើងអត់ចង់ធ្វើសង្គ្រាមនេះប៉ុន្តែខ្ញុំជឿជាក់យុទ្ធមិត្តទាំងឡាយជឿជាក់នៅបងប្អូនកូនចៅពលទាហានទាំងឡាយមិនចាញ់អាជីពនេះដាច់ខាតប៉ុន្តែមូលដ្ឋានខាងក្រៅត្រូវតែទប់អាទៅពីក្រៅខ្នងឲ្យជាប់ទើបអាចរក្សាប្រទេសជាតិមិនឲ្យធ្លាក់ទៅក្នុងជ្រុញចិញ្ច្រាំរបស់ឥទ្ធិពលសេរីនិងកុម្មុយនីសដែលប៉ងយកប្រទេសខ្មែរទៅធ្វើជាទីតាំងចំនួនសារជាថ្មីបងប្អូនកូនចៅនិយាយខ្លាំងបន្តិចតែនិយាយអត់ប្រឌិតនិយាយតាមហេតុដែលខ្លួនឆ្លងកាត់មកឲ្យបងប្អូនកូនចៅដឹងបងប្អូនកូនចៅនៅក្រៅប្រទេសជាទីគោរពស្រឡាញ់ខ្ញុំដឹងថាបងប្អូនកូនចៅឈឺចាប់ខ្លាំងណាស់ចំពោះឥទ្ធិពលដែលទទួលស្គាល់អំពីបកពួកនយោបាយប្រជាពិធដ្ឋដែលបានមកចូលរួមបោះឆ្នោតដណ្ដើមយកកៅអីគ្រប់គ្រងនៅឆ្នាំ1993តែសូមបងប្អូនកូនចៅតាមពិនិត្យដែរតើសមត្ថភាពដែលអ្នកមកដណ្ដើមកៅអីហើយទទួលបានសម្លេងគ្រប់គ្រងពីរាជជាបន្តបន្ទាប់តើគាត់បានធ្វើអ្វីខ្លះគាត់បានយករូបមន្តប្រជាធិបតេយ្យមកអនុវត្តនៅកម្ពុជាឬតែអត់ឬក៏សកម្មភាពគាត់រុញគាត់ឆេះឲ្យផ្ទុះឲ្យវឹកបរធ្វើឲ្យបរទេសដែលចង់បណ្ដាក់ទុនរស់ស៊ីនៅខ្មែរក៏ពិបាកសូមបងប្អូនកូនចៅក្រៅប្រទេសមេត្តាអាណិតដល់ជាតិដល់ពលរដ្ឋរបស់យើងផងហើយពិនិត្យសិក្សាពីរឿងបកនយោបាយដែលបងប្អូនកូនចៅគ្រប់គ្រងតែគាត់បានធ្វើអ្វីខ្លះពី1993មកហើយខ្ញុំសួរថាបងប្អូនកូនចៅនៅសហរដ្ឋអាមេរិកកាណាដាស្វីសនូវែលសេឡង់នៅពេលដែលបងប្អូនមកទទួលតំណែងខ្ញុំដឹងថាបងប្អូនទាំងអស់មកទទួលតំណែងងារជាឯកឧត្តមទៅសោកប៉ាន់មេបកដូច្នេះធ្វើការបម្រើជាតិគឺដើម្បីតែយកចំណេញអំពីលុយដែលខ្លួនឯងបង់ទៅនោះបងប្អូនបានគិតដល់អានឹងទេវិធីនឹងជួយជាតិអត់បានទេបរទេសមានលុយច្រើនណាស់បរទេសមានលុយច្រើនណាស់បរទេសអាចសោកអាចប៉ាន់ធ្វើឲ្យខ្មែរវង្វេងមួយពិភពលោកបំផ្លាញជាតិខ្លួនឯងដោយអត់ដឹងខ្លួនជាតិបានឈររឹងមាំប៉ុណ្ណេះកំហុសខុសឆ្គងដែលមាននៅក្នុងសង្គមរួមគ្នាដោះស្រាយដោយយករដ្ឋធម្មនុញ្ញជាគោលព្រោះរដ្ឋធម្មនុញ្ញជាច្បាប់កម្ពូលមួយដែលគ្រប់គ្រងទៅលើច្បាប់តូចនានាបើកាលណារដ្ឋធម្មនុញ្ញវារឹងមាំហើយច្បាប់តូចខាងក្រោមក៏វារឹងមាំដែររួមគ្នាកំចាត់សង្គមទើបជាតិរបស់យើងបានសុខមិនមែនរួមគ្នាដើម្បីកាច់មូលព្រួលគ្នាទេវាធ្លាក់ក្នុងអបាយកលសត្រូវប្រវត្តិសាស្ត្រវាធ្លាក់ដល់អបាយកលរបស់មហាអំណាចដែលប៉ងប្រកួតប្រជែងគ្នាខាងសភាវុធខាងនយោបាយខាងសេដ្ឋកិច្ចយោធាដោយដាក់ទីតាំងក្បែរមួយជាកន្លែងបំផ្ទុះជាកន្លែងវាស់ម៉ែត្រជាកន្លែងឲ្យពិន្ទុតើបងប្អូនកូនចៅខ្មែរដឹងដែរឬទេដូច្នេះភ្ញាក់រលឹកឲ្យតាន់ពេលវេលាឡើងបងប្អូនកូនចៅជាទីគោរពស្រឡាញ់បងប្អូនកូនចៅឈឺចាប់រងទុក្ខនៅគេការធ្វើបាបខ្ញុំយល់ខ្ញុំឈឺឯខ្ញុំក៏មិនធម្មតាដែរខ្ញុំមិនធម្មតាទេដែលបានរស់មកពេលនេះដៃជាប់ខ្នោះទាំងពីរជើងក៏ជាប់ខ្នោះទាំងពីរហូបលិមួកខ្លួនឯង
ការឆ្លងកាត់មកនេះតែមិនបរិយាយត្រូវគេតាមសម្រាប់គ្រប់ទិសទីបំបិតមាត់តម្រាំរស់បានមកចំណាស់នេះមិនមែនជារឿងធម្មតាទេតែខ្ញុំមិនបរិយាយអារឿងនឹងទេសុខចិត្តតែឧទ្ទិសជីវិតនេះជូនជាតិប្រជាជនបាននិយាយភាសានេះមកបងប្អូនអត់តន់រងគ្រោះដល់ខ្ញុំទេមួយពូជនៅក្បាលតែមួយនេះទេពីអាយុ14ឆ្នាំមកអត់ដែលស្គាល់មុខឪពុកម្ដាយយ៉ាងម៉េចទេទីបំផុតខ្លួនឯងខ្លាចទៅជាជនក្បត់ជាតិទៅជា CIA ទៅជា KGB ទៅជាអាយ៉ងយួនទៅជាអាយ៉ងចិនស្រាប់តែគេប្រដូចណារឿងដល់ស្មុគស្មាញរឿងអយុត្តិធម៌រាប់លានរឿងដែលយើងមិនមានលទ្ធភាពទៅស្វែងរកយុត្តិធម៌បានដូច្នេះការរកយុត្តិធម៌មិនបាច់រកយុត្តិធម៌ឲ្យខ្ញុំទេមិនបាច់រងយុត្តិធម៌ឲ្យយុទ្ធមិត្តរាប់ម៉ឺនអ្នកដែលបានស្លាប់នោះទេតែរកយុត្តិធម៌ឲ្យកូនចៅសម័យនេះទៅចោះឲ្យទទួលបានសេរីភាពឲ្យទទួលបានសេចក្តីសុខដុមរមនាដោយខិតខំគោរពអនុវត្តរដ្ឋធម្មនុញ្ញដាច់ខាតតម្កល់ផលប្រយោជន៍ជាតិជាធំជាតិកំពុងមានទុក្ខបកពួកក្រុមជាចំណែករបស់ជាតិត្រូវរួមគ្នាទប់ទល់នឹងប្រជាមិត្តសៀមព្រោះសៀមមានចេតនាបង្កឲ្យមានក្រុមមួយដូចពីមុនមកព្រោះសៀមអត់ទាន់មានក្រុមណាមួយដែលមកកាន់អំណាចបំរើផលប្រយោជន៍ឲ្យសៀមនោះទេតែសៀមវាចង់ដាក់ឲ្យក្រុមរបស់វាមួយបានកាន់អំណាចនៅស្រុកខ្មែរដើម្បីប្រមូលយកធនធានជាតិពីខ្មែរដែលនៅសេសសល់តែស្បែក10ចឹងឲ្យជាលើកចុងក្រោយបងប្អូនកូនចៅខ្មែរទាំងក្នុងនិងក្រៅប្រទេសចាំទៅកុំឲ្យយកអាគំនុំដែលគេរុញថែមទៅបំរើបរទេសដោយអត់ដឹងខ្លួនណាកូនណានិយាយមកនេះវាវិគៀកនឹងរឿងដូច្នេះខ្ញុំត្រូវតែនិយាយប្រាប់បងប្អូនកូនចៅហើយទោះបីនិយាយហើយត្រឡប់ទៅដល់តាមផ្លូវស្លាប់ឬកំពុងអង្គុយលើភ្នំនេះតែឯងទេស្លាប់ក៏ស្លាប់ទៅប៉ុន្តែសន្តីបានទៅលឺដល់កូនទាំងអស់គ្នាហើយចៅទាំងអស់គ្នាហើយយកទៅពិចារណាធ្វើនយោបាយដើម្បីជាតិមាតុភូមិអត់មានទុកណាជាត្រូវទេបាតដៃក៏ខ្មែរខ្នងដៃក៏ខ្មែរប៉ុន្តែមិនមែននិយាយយ៉ាងនេះបណ្ដោយឲ្យពួកជនទុច្ចរិតពួកលេមលើមពួកបង្កអយុត្តិធម៌ក្នុងសង្គមវារួចខ្លួននោះទេប៉ុន្តែវិធីកំចាត់ពួកលេមលើមពួកពុករលួយពួកអយុត្តិធម៌គឺត្រូវតែឈរលើច្បាប់ជាដាច់ខាតពេលពលរដ្ឋខ្មែរជឿច្បាប់លើសលប់អ្នកនយោបាយណាមួយក៏រត់មកអោបច្បាប់ដែរបើមិនអោបច្បាប់អត់បានអំណាចការអនុវត្តច្បាប់នោះហើយដែលយើងអាចបោះសម្អាតពួកដែលធ្វើទុកធ្វើបាបពួកដែលជាចាលកម្មបរទេសពេលនោះហើយដែលយុត្តិធម៌នឹងបានមកបងប្អូនកូនចៅដែលរងគ្រោះហើយវិធីនោះវាមិនធ្វើឲ្យស្លាប់ជាតិវាមិនធ្វើឲ្យជាតិធ្លាក់ក្នុងជីជ្រុញចិញ្ច្រាំរបស់មហាអំណាចសេរីនិងកុម្មុយនីសវានៅពេលបងប្អូនកូនចៅទាំងអស់គ្នាអាចមានសន្តិភាពបើមិនធ្វើបែបនេះទេប្រទេសជាតិរបស់យើងនឹងធ្លាក់ដល់ពេលនោះវាអត់ងាយងើបមកវិញទេពលរដ្ឋ17លាននាក់សល់3លាននឹងគិតថាប្រសើរហើយប្រសិនណាបើឲ្យធ្លាក់ដល់ក្នុងចំនួនប្រដាប់អាវុធព្រោះកូនទាំងអស់គ្នាអ្នកធ្វើនយោបាយទាំងអស់គ្នាតាំងពីក្រមទូចសិតតែមានចំហបដិបត្តិអត់មាននរណាមើលមុខគ្នាបានទេតែទឹកបាក់ទំនប់បរទេសបំពាក់អាវុធហ្នឹងកំតិចគ្នាឯងដោយគ្រាន់តែពាក្យប្រើពាក្យអាយ៉ងសួលអាយ៉ងយួន
អាយ៉ងសៀមអាយ៉ងយួនអាយ៉ងសៀមវាយប្រហារគ្នាឯងទាំងកូនក្នុងរឹងដូចសម័យប៉ុលពតដោយស្រែកថាអញស្នេហាជាតិអញស្នេហាជាតិមហាអំណាចនឹងប្រទេសជិតខាងអង្គុយសើចមើលឯងអន់វាយគ្នាបាត់តក់ព្រេងឲ្យបន្តិចវាយគ្នាទៀតខ្មែរដែលធ្លាប់មានអរិយធម៌រុងរឿងខ្មែរដែលធ្លាប់ជាប្រទេសអាណាចក្រសាងអង្គរវាអន្តរាយដោយសារតែរឿងនេះវាអន្តរាយដោយសារតែល្បិចចារកម្មបែបនេះដូច្នេះយើងអត់អាចទៅអង្វរអ្នកនយោបាយណាមួយទេគឺមានតែអង្វរកូនចៅទាំងអស់គ្នាដែលជាពលរដ្ឋដើរតាមនយោបាយនេះឲ្យឆ្លាតវៀងវៃឡើងឲ្យឆ្លាតវៀងវៃឡើងមិនគ្រាន់តែដើម្បីសម្រន់កំហឹងរបស់អាបាក់មួយណាគ្រាន់តែចេះជេរក៏ចាត់ទុកជាវីរៈជនដែរតើវាជួយជាតិបានទេនៅក្នុងប្រទេសជាតិដូចខ្ញុំនិយាយមិញចារកម្មបរទេសឲ្យណែនស្ដោកពេញប្រទេសម្នាក់បន្តនៅក្រៅប្រទេសចូលមកអាយួនពេញប្រទេសតើភាសានេះចំណេញមកខ្មែរឬក៏ចំណេញទៅបរទេសចុះពីកប៉ាល់ហោះមកដល់ពលានកប៉ាល់ហោះថ្មីដឹងថាកប៉ាល់ហោះពលានប៉ាល់ហោះថ្មីអស់ចាដែរតែនៅតែជេរសិតតែយួនតើបងប្អូននៅបារាំងនៅអាមេរិកនៅអាល្លឺម៉ង់នៅកាណាដានៅស្វីសដែលនិយាយភាសានេះទេខ្មែរក្នុងផ្លែសិតតែយួនពាក្យនេះហើយដែលរុញឲ្យកូនយើងសម្លាប់គ្នាតើមានដឹងថាដូនតាដែលបញ្ចេញភាសាអាយួនវាកើតជំងឺយួនដែរទេណាបងប្អូនកូនចៅទាំងអស់គ្នាពិចារណាទៅមើលកំហឹងនឹងប៉ុលពតដែលវារំលំរបបសាធារណរដ្ឋរត់ខ្ចាត់ខ្ចាយមិនមែនងាប់តែអ្នក17មេសាទេពលរដ្ឋខ្មែរទាំងមូលវាងាប់តាំងពីឆ្នាំ1972នៅពេលដែលប្រទេសជាតិត្រូវបរទេសមកឈួលភ្លើងដុតឲ្យខ្មែរពុលសម្លាប់គ្នាមិនគិតដល់អានឹងមិនបញ្ចូលអានឹងមកបញ្យលកូនយើងក៏បើវាធ្លាក់ដងដានវត្តសាសទៀតហេតុអីបើប្រាប់កូនយើងឲ្យចង់កំហឹងឲ្យឈឺឲ្យចាប់ប្រទេសជាតិមកបើប៉ុណ្ណេះទៅហើយយួនពិសេសលោកដែលបង្កើតរដ្ឋាភិបាល$23បើលោកឯងស្រឡាញ់$23ខ្លាំងណាស់ចុះ1993ដែលលោកមានកៅអីមានតំណែងលោកមិនពង្រឹងច្បាប់$23 91ពីនោះមកលោកដណ្ដើមគ្នាយកបុណ្យស័ក្តិលោកទិញតំណែងចាប់បោះខេត្តនីមួយមិនដែលខ្វល់ទេពីជីវភាពប្រជាពលរដ្ឋក្នុងស្រុកមិនដែលខ្វល់ទេក្បាលអាអ្នកតស៊ូហើយគឺមានលុយសុកឲ្យអញអត់ណែលោកធ្វើជ្រុលពេកបំផ្លាញជាតិមាតុភូមិដោយគ្មានមេត្តាណាលោកបានចូលមកស្រុកខ្មែរដោយសារអំណាចនៃច្បាប់$2391ដោយសារអំណាចនៃរដ្ឋធម្មនុញ្ញមិនដែលខ្វល់សោះពីរឿងច្បាប់ស្រែកប្រាប់ពលរដ្ឋថាអញប្រជាធិបតេយ្យតែទីបំផុតមកស្រវារកតែអំណាចរកកន្លែងខ្លាញ់ដើម្បីខ្វាយកសាច់ឈាមពលរដ្ឋដែលសល់បន្តិចបន្តួចទេយកទៅបំពន់តណ្ហាខ្លួនឯងមានដែលណាទេនឹកឃើញពលរដ្ឋទេពាក្យស្រឡាញ់ពលរដ្ឋខ្លាំងណាស់រុញឲ្យពលរដ្ឋទៅងាប់ពលរដ្ឋនៅតែស្បែកឯងដល់10ចឹងគៀមយកឲ្យទាំងអស់អាខ្លះអស់ផ្ទះអាខ្លះអស់ដីអាខ្លះងាប់ទៅនោះធ្វើនយោបាយបែបនេះនយោបាយជួយជាតិបែបនេះឥឡូវទៀតហើយចង់ឲ្យកូនចៅយើងងាប់ទៀតហើយណែលោកខ្ញុំទ្រាំវាមិនបានគ្រាន់តែគេដោតទង់ជ័យយួនខ្មែរនៅខេត្តស្វាយរៀង
tầm nẹ tầm non bo là tê dương tê cả tơ mà bộ yuan bà tê phà pan này hai cái màu xăng tà la riêng nào dương còn ta đau tung chiết yuan vô ta bo prai bằng play sắt ta yuan lúc anh sẽ hàng mà lẽ đầm bay bằng rau xiêm có mà có hàng mà lẽ con con trai không ai chẳng không là cái vấn đề pin đi khi nhom dây khăng mà ta chơi provisa hai pin bao con trai nơi cổ đây khá bao mọi chọn con nơi plum có lên khá bao chọn ao bầm rau không bắt rồi trôi sọc mà lên cao ấy có sao mà lẽ là thị bây giờ tập này nơi không chấp áp bắt phi mà ly đa rồi là thị bây giờ tập này đi chun mà cô tới từ điện chấp áp pro chấp áp rồi thầm nó như chỉ chấp áp bây giờ tập này về tha khó hà na này ôi từ đó chấp áp này na đại một group cường chiết bạch cho bon ta xe mau sắt ta xây ta xe ban ta ban một group cường chiết ban đại để ta xe tới cô vô bài sách tay một lần đam bật tê ai bồ rạt đang ba bao quay và bồ rạt ngộp ôi pi yang đâu cô này này yêu rứa nhồi bồ rạt vừa khó cho bắp vậy nó anh nè bây giờ tập tay hãy con say cháu say tặng không là cái bật tê khi ông này dây ngon này nè mình men nước khơi tha tê con trai bứt giọt đây qua chú buộc nhom đăng nhom không biết chú mua bao sầm lên ấy tê nơi khi nó bảo là sao không ai đi nhom chỉ cầm tích mà nó mà nè còn tay bà hai gì ai đăng trao chiêng bờ chia bị thọt ai ở đâm bờ chia bị thọt bà hai chỉ che con bao chiêng bờ đất bờ chia bị thọt rương là vô bài không ai tại nó vô bài cả bên nhau đang nghe bong con trai chia ti cướp chia ti sờ lạnh cướp cái nàyแต่ท่านกาอดรอดิแต่ท่านกาอดรอดิbà con trai bà hay bà đi không ai khai từ chỉ chuyên trình trăm mà hòm này đầm bayประเทศอัติปูขึ้นนี่nơiขนมbà đi không ai cướp tầm lương tôi thầm để thua hai mình toàn xa là bong ai dốc mặc xa là bong nơi bà đi không ai bà sẵn na bà con bà hay đôi này mình chỉ biết đạt tuyên là bọc nhầm mùi lúc nè đặc nòm mình tây đi ca tôi thầm khi bạn khởi miên xích từ lúc loan cách ca ở đó bà họ riết ra thải bà miên xích lúc loan từ lơ cách ca vô thi con toát tiếng cục tiếng tức tiếng ca miên xích lúc loan rachana sampon ở đó bà thì vẫn cứ bấm đặt mà thế tại cái nông niêm thì bồ rát không ai mà nè có xôm đi dây hơi tháp là dắt ta tới bị cao cái nông bao hỏi chui bồ rát cứ chui bồ rát rong túc làm bạn nia ông pi đằng câu sừng cung vì du bê ai chui đòi lươn đầm mấy oi bơ rát tao đâu miền lát tập phim bừng rừng xây cách khuôn ai làm quên đôi chứ này khi nhom miền sầm nôm po bản năng ti thấy bất tài việc crop sạch mà nè tai lòng ta nạ về bồ rát không ai mà chết slap từ hai ní miền sầm nôm po bản năng ti cầm chặt ai đừng câu sự cùng cầm chặt ai cha là cầm đây chia sẻ tới vì cờ non nơi bên để xiêm với vay và mà giờ lừa dương sẻ tới vì cờ non tới cầm chặt đôi khi không biết rồi nhớ ấy chỉ mua được xiêm không đi tụ bây phải ti dương tút và năng tại dương miền sầm pon nó mất control quy môn
vay cho không Phnom Penh bằng thêm crop ban tay crop AK sai sắp crop không mũi cái nông bằng nông bằng thêm crop bay đây và trang rót trâu bán mùi con ăn nó nó tôi tại mùi crop bằng nông crop tập 360ទទួលបានតែ5គ្រាប់ប៉ុណ្ណោះB41ទទួលបានតែ3គ្រាប់ប៉ុណ្ណោះតែយើងនៅតែអាចធ្វើសង្គ្រាមបានមកដល់ពេលនេះអត់ដល់ថ្នាក់នោះទេអត់ដល់ថ្នាក់នោះទេបោះសម្អាតខ្មាំងពីក្រោយខ្នងឲ្យអស់ធ្វើឲ្យពលរដ្ឋរបស់យើងរស់នៅសុខសាន្តអ្នកឯងជាយៈជាសម័យឯក្រោយសៀមអត់មានលុតជង្គង់ចំពោះអ្នកឯងទេសុំទោសបងប្អូនកូនចៅនិយាយទៅវាឈឺពេកមិនដែលហ៊ាននិយាយដល់ប៉ុណ្ណឹងទេប៉ុន្តែលើកនេះវាឈឺពេកសូមបងប្អូនកូនចៅមេត្តាអនុគ្រោះដល់ខ្ញុំបាទផងនិយាយជ្រុលបន្តិចកាចបន្តិចតែវាដល់ពេលដែលមិនត្រូវទុកមុខឲ្យពួកបំផ្លាញជាតិអត់ឈប់អត់ឈរនោះទៀតទេបោកពលរដ្ឋវិនិច្ឆ័យអន្តរាយកូនទៅកូរ៉េកូនទៅជប៉ុនគ្នាស្ទើរអស់ពីខ្លួនអត់មានអាណត្តិអសូរទេបោកប្រាស់ខ្ទេចវាអត់អាណិតទេវាអត់អាណិតកូនទេអត់អាណិតចៅទេបោកខ្ទេចយកអាកំហឹងកំហល់ដែលកើតអំពីពុករលួយដែលយើងនៅមានវិធីដោះបានឲ្យទៅធ្វើនយោបាយប្រឆាចរដ្ឋធម្មនុញ្ញឲ្យកូនคลายខ្លួនទៅជាជនក្បត់រដ្ឋធម្មនុញ្ញតែកូនងុំនឹងអានយោបាយប្រជាប្រដ្ឋកូនអត់តន់ឈឺចាប់ចំពោះដែលខ្លួនឯងធ្វើការក្បត់រដ្ឋធម្មនុញ្ញបត់ប្រជាធិបតេយ្យនៅឡើយកូននៅស្រវឹងនឹងអាមនោគមនឹងដែលគេបោកកូនខ្ទេចមានអាបោកប្រាស់មកជន់ហើយមានអានាំមកបំផ្លាញនៅភ្នំកលែនខ្ទេចខ្ទីអស់មានអាទៅបោកនៅស្រុកកូរ៉េនោះទៅទៀតកូនរីងរៃពេកហើយចៅរីងរៃពេកហើយដូច្នេះតាម្នាក់នេះអត់មានចង់បានអ្វីពីកូនចៅទេអត់មានតែដណ្ដើមផលប្រយោជន៍ពីកូនចៅនៅជប៉ុននៅកូរ៉េនៅប្រទេសនានាទេតានេះធ្លាប់ស៊ីអំបិលតានេះធ្លាប់អត់បាយ6ខែក្នុងពេលនេះសេចក្តីបារម្ភខ្លួនឯងគឺអត់មានទេគឺបារម្ភតែចៅ2គត់ដែលជាដំណក់ឈាមចុងក្រោយតែប៉ុណ្ណោះចំពោះខ្លួនឯងងាប់មកណាក៏បានដែរហើយពេញចិត្តទៅងាប់នៅក្បែរសមរភូមិបើមានលទ្ធភាពមានសាហួយគឺអត់ដេកងាប់នៅនេះទេបើចូលសមរភូមិមិនរួចក៏ទៅស្ដាប់ស្នូគ្រាប់កំភ្លើងដែរនេះបើនិយាយពីតានេះហើយតាំងចិត្តដាច់ខាតហើយបើទោះបីផ្ទុះអាវុធចូលលើមិនចោលក៏យ៉ាងហើយណាក៏ទៅស្ដាប់សំឡេងគ្រាប់កំភ្លើងហោះដែរនឹងតាំងរួចហើយតាំងចិត្តរួចហើយដូច្នេះគ្រប់ភាសានិយាយអត់ចង់បានប្រយោជន៍ពីកូនទេអត់ចង់បានប្រយោជន៍ពីកូនហើយមិនចង់ឲ្យគេបោកកូនយកទៅប្រើដូចគោដូចក្របីជាទេសកលដូច3ឆ្នាំ8ខែទៀតដែរសមត្ថភាពបុគ្គលមានមកពីណាថ្មីគឺបុគ្គលពី1993តើមានបបាក់អីមើលមានបបាក់អីដែលរំលងពីភ្នែកពីខ្ញុំនរណាដែលតស៊ូនៅក្នុងជាតិអ្នកណាក្រៅមកក្រៅពីជាតិតែនិយាយយ៉ាងនេះសុំទោសដល់អស់លោកឯកឧត្តមលោកជំទាវដែលមកពីបរទេសហើយមិនបានមានគំនិតដោយក្រុមនោះមកក្រុមនោះរាល់ថ្ងៃនៅខិតខំធ្វើការកិច្ចការជួយជាតិមុខតំណែងផ្សេងលោកនៅប្រឹងលោកអត់បានតវ៉ាប្រជែងទេលោកប្រឹងតែធ្វើដើម្បីយកប្រយោជន៍ជូនជាតិមាតុភូមិដូច្នេះខ្ញុំនិយាយអត់ប៉ះពាល់លោកទេអស់លោកដែលមកពីឆ្នាំ1993ខ្ញុំនិយាយអត់ប៉ះពាល់លោកទេព្រោះលោកបានប្រឹងប្រែង
ជួយជាតិមេត្តាភូមិរបស់យើងរហូតមកដល់រងថ្ងៃអត់ថយតាណាទេលោកប្រើចំណេះដឹងរបស់ខ្លួនឯងយកទៅសាងសេដ្ឋកិច្ចយកទៅសាងនយោបាយសម្រាប់ខ្មែរតែអាមួយចំនួនទៀតវាអត់ទេវាបំផ្លាញបំផ្លិចបំផ្លាញវាអត់មានយន្តការអីដោះនៅក្នុងជាតិនេះទេក្រៅពីរុញឲ្យព្យុះក្រោយពីរុញពលរដ្ឋឲ្យដណ្ដើមកៅអីនោះអញឲ្យតម្លែងបំលែងនេះអញវាអត់ដែលខ្វល់ពីជីវភាពពលរដ្ឋទៅទេអាណាងាប់ទៅពេលពលរដ្ឋចង់ដាច់ខ្យល់ប្រាប់មកតាមអញមកអញប្រជាធិបតេយ្យពេលពលរដ្ឋថាក្រលក់ចការស្រ័យឲ្យអញទៅមកឲ្យអញជាប់មកចាអញសងទីបំផុតពេលជាប់ទៅផ្ទះវិញចំឆ្កែកាចមើលបងប្អូនដែលអស់ផ្ទះអស់សម្បែងប្រមាណរូបនៅក្នុងប្រទេសខ្មែរចេញមុខមកមើលបានកើតអីអាដាមបានកើតជំទាវដែរទេដែលអស់ចង្ការតឡែកអស់ផ្ទះអស់គោអស់ក្របីហើយទៅជួបអាឯអាដាមនោះវាចំឆ្កែកាចឬក៏អត់មកហ្នឹងបងប្អូនកូនចៅទាំងក្នុងហេមិនកូនចៅទេគេធំហើយនឹងដែលស្លាប់ភ្លក់រសជាតិតើនិយាយខុសនិយាយត្រូវបើខ្ញុំនិយាយខុសឲ្យផ្ទះបាញ់មកនៅនេះនៅនឹងភ្នំនេះតែឯងបាញ់ងាប់ឥឡូវមកបើខ្ញុំនិយាយខុសនិយាយយ៉ាងនេះមិនមែនចង់ផ្ចាញ់ផ្សាគេទេគឺចង់ដាស់សតិកូនចៅខ្មែរទាំងក្នុងនិងក្រៅប្រទេសកើតមកជាមនុស្សត្រូវតែដាច់ខាតយកវិចារណញ្ញាណយកឧត្តមគតិខ្លួនឯងមកប្រើកុំគ្រាន់តែគេមកបោកបានវក់វេតាមចិត្តទៅកូរ៉េ10ឆ្នាំនៅសល់តែខ្លួនទៅទេដោយសារតែគេបោកម្ដងហើយម្ដងទៀតចុះនៅពេលនេះតើបន្តឲ្យគេបោកដែរទេណាកូនណានិយាយខ្លាំងតិចថ្ងៃនេះកំពុងតែវាពេកណាកូនហ៎សូមទោសបងប្អូនកូនចៅទាំងក្នុងប្រទេសក្រៅប្រទេសនិយាយរៀងចូលទួបន្តិចតែសិតតែជារឿងពិតដែលបានឆ្លងកាត់ខ្លួនឯងរួចហើយបើរឿងប្រវត្តិផ្ទាល់ខ្លួននេះនិយាយមួយថ្ងៃអត់អស់ទេពី1970និយាយអត់អស់ទេ2ថ្ងៃលោកអូនប៉ុន្តែអានេះចាំឱកាសល្អចាំសូត្រមហាសាទៀតដើម្បីឲ្យកូនចៅទាំងក្នុងនិងក្រៅប្រទេសបានដឹងយល់ហើយបដូរទស្សនៈអំពីគំនុំគុំគួនមកខ្លាយទៅជារួមគ្នាបង្រឹងរដ្ឋធម្មនុញ្ញដើម្បីជ្រោងជួយជាតិមាតុភូមិរបស់យើងបើរដ្ឋាភិបាលលោកបង្រឹងច្បាប់បង្រឹងរដ្ឋធម្មនុញ្ញបង្រឹងប្រព័ន្ធនានាគឺយើងពិតជាឲ្យមេដាយលោកយន្តការក្រៅពីច្បាប់គឺអត់ទេយន្តការច្បាប់គឺដោះស្រាយជាកញ្ចប់បានដល់ក្រោមចាប់ដើមត្រួតពិនិត្យឡើងវិញដោះស្រាយបញ្ហាពលរដ្ឋដែលរងគ្រោះពិតប្រាកដមិនមែនពលរដ្ឋពិតតែរងគ្រោះទាំងអស់ទេពលរដ្ឋ10ទៅ15%ទេដែលរងគ្រោះទាំងអស់តែផលប្រយោលវាខ្លាំងក៏ព្រោះតែយើងអត់បានដោះទេមន្ត្រីខាងក្រៅអត់បានដោះទេនៅពេលមានរឿងពួកអប្រឆាំងដូច្នេះខ្ទប់ព័ត៌មានឆឹងពលរដ្ឋអស់កន្លែងទីពឹងបានពលរដ្ឋទៅគាំទ្រអូទាមក្រៅប្រទេសពលរដ្ឋអស់ទីពឹងក៏ព្រោះតែខ្ទប់ព័ត៌មានធ្វើបាបពលរដ្ឋសពគ្រប់ហើយមិនពលរដ្ឋតបអប្រឆាំងស្នៀតមួយនេះវាបំផ្លាញអ្នកដឹកនាំរហូតមកហើយវាជាប្រវត្តិសាស្ត្រហើយដូច្នេះដោះស្រាយអានឹងចេញបាក់
សមត្ថភាពមេដឹកនាំបកវាគ្មានលទ្ធភាពរកសម្លេងពលរដ្ឋគ្រប់គ្រងទេប៉ុន្តែវាបានសម្លេងពលរដ្ឋគ្រប់គ្រងដោយសារតែស្នាដៃមន្ត្រីក្របលពៅបើគ្មានមន្ត្រីលេមលើមបើគ្មានមន្ត្រីក្របលពៅនោះរកកម្លាំងគ្រប់គ្រងឲ្យទេសមត្ថភាពអ្នកមេបកនោះវាគ្មានលទ្ធភាពទៅរកសម្លេងពលរដ្ឋឲ្យគ្រប់គ្រងបានទេនយោបាយចេះតែឆ្កឹះតែប៉ុណ្ណឹងវាគ្មាននយោបាយឯងប្រជាធិបតេយ្យចេះតែរឿងថាអញប្រជាធិបតេយ្យតែសកម្មភាពផ្ដាច់ការវាមិនដែលទៅរកពលរដ្ឋគ្រប់គ្រងបានទេតែវាបានសម្លេងគ្រប់គ្រងដោយសារតែមន្ត្រីក្របលពៅនឹងនិយាយឲ្យចំបណ្ដោយទៅបើគ្មានអាមន្ត្រីក្របលពៅធ្វើបាបពលរដ្ឋទេមកគ្រាប់រមបានផងឃើញវាដើរធ្វើនយោបាយទេជួយអញមកអញឲ្យឯងធ្វើមេឃុំអញឲ្យឯងធ្វើមេស្រុកអញឲ្យឯងខាងប្រមូលពន្ធដាអញខាងឲ្យឯងឃើញទេដូច្នេះកម្លាំងគ្រប់គ្រងមេខ្ចលយកអីមកឃោសនាវាតាំង1993មកហើយលោកចកាតដៃអីទៅជួយអញផងមកអញខ្វះលុយពេញចាក់ឡាណាចាំអញឈ្នះទៅអញឲ្យឯងធ្វើចង្វាយខេត្តវាមានពាក្យតែប៉ុណ្្នឹងទេបោះឆ្នោតអញមកវាអញចុះអញទិញផ្ទាល់ឲ្យមួយអញដាក់មេគោឲ្យ5អូអញមានផ្ទះនៅពេញហ៎ឥឡូវគេនៅអស់ហ៎បោះឆ្នោតអញមកតាមអញឈ្នះអញឲ្យឯងទៅយកផ្ទះឯងនៅពេញមកវិញវាអត់មានរឿងពាក្យអីទៅឃោសនាលួងលោមប្រជាជនក្រៅតែពីពាក្យប្រជាពិសោធន៍ទេតែហេតុអីបានវានៅមានសម្លេងដោយសារមន្ត្រីគាត់ប្រពើរកឲ្យវានេះខ្ញុំនិយាយអស់ហ្មងនិយាយអស់ហ្មងមកបាក់លាក់លៀមបាក់យល់ទៀតហើយកូនទាំងអស់គ្នាដែលធ្វើសកម្មជនឲ្យគេនោះយើងធ្វើនឹងដើម្បីជួយជាតិជួយពលរដ្ឋរបស់យើងកុំគិតរឿងមន្តអំណាចមែនទេវានិយាយចឹងដែរអត់ទេឬក៏និយាយខំទៅអ្នកឯងទីបំផុតទីប្រឹក្សាអ្នកឯងទីបំផុតឯកឧត្តមអ្នកឯងលោកជំទាវសួរទៅមើលសកម្មជនទូទាំងប្រទេសវិធីវាមានប៉ុណ្ណឹងទេវាមិននិយាយឲ្យតស៊ូដើម្បីប្រយោជន៍ជាតិមានភូមិរបស់យើងពលរដ្ឋរបស់យើងតែបោជាជីវិតដើម្បីជាតិដើម្បីពលរដ្ឋរបស់យើងវាមិនអាចនិយាយចឹងទេវានិយាយតែតួនាទីតំណែងនោះឯងហើយកូនចៅទាំងអស់គ្នាបើខ្ញុំនិយាយខុសមកកាប់ក្បាលក្នុងវត្តចោលទៅខ្ញុំជាអ្នកនយោបាយម្នាក់ណាដែលអត់ដែលយកពាក្យនឹងទៅធ្វើនយោបាយទេអ្នកណាគ្រប់គ្រងមិនគ្រប់គ្រងតែខ្ញុំមិនដែលនិយាយពាក្យនឹងទេខ្ញុំនិយាយពីរឿងទស្សនៈជាតិនិយមខ្ញុំនិយាយពីការសងគុណជាតិទឹកដីសងគុណវីរៈជនដូនតាព្រោះខ្លួនឯងកើតមកជាខ្មែរត្រូវមានកាតព្វកិច្ចការពារជាតិមាតុភូមិវាជាចំណែករបស់មនុស្សម្នាក់អត់មានតែតស៊ូដើម្បីតែឯកឧត្តមដែលជំទាវចវាយខេត្តចវាយឃុំនោះទេខ្ញុំអត់ដែលធ្វើនយោបាយប្រជាពិសោធន៍ទេតែខ្ញុំជាកតិចមនុស្សម្នាក់ឯងកូនចៅទាំងក្នុងនិងក្រៅប្រទេសខ្ញុំនិយាយថ្ងៃនេះជ្រៅបន្តិចហើយប្រហែលជាងរស់ប្រហែល2ថ្ងៃទៀតទេមិនទៅប៉ុន្តែបើខ្ញុំស្លាប់ទំដីនេះក៏បានលើកចូលទៅជាកូនទាំងអស់គ្នាហើយកុំភ្លេចឲ្យសោះណាមិននិយាយលេងទេផ្លូវបាត់ផ្លូវកែងបើរួមគ្នាឡើងត្រូវជឿជាក់លើរដ្ឋធម្មនុញ្ញបើជឿជាក់បកគលខ្លាចវាក្បត់ខ្លាចវារត់ទៅណាបាត់ជឿជាក់រដ្ឋធម្មនុញ្ញអត់រត់អត់ក្បត់ទេនរណានៅជាមួយរដ្ឋធម្មនុញ្ញគឺជួយអ្នកនោះហើយអ្នកណាអនុវត្តរដ្ឋធម្មនុញ្ញគឺនៅជាមួយអ្នកនោះហើយរឿងរ៉ាវទាំងអស់គ្នានឹងត្រូវបានដោះនៅពេលដែលរដ្ឋធម្មនុញ្ញបញ្ចេញឥទ្ធិពលណាកូនណាពិធីផ្សេងទៀតដោះអត់បានទេដោះបានមួយជ្រុងនៅមួយជ្រុងដោះបានមួយជ្រុងនៅមួយជ្រុងរឿងពេញប្រទេសមានតែយកយន្តការច្បាប់មួយមុខគត់ទៅដោះដូច្នេះទៅការពលរដ្ឋទាំងអស់គ្នាចូលរួមគ្រប់គ្រងរដ្ឋធម្មនុញ្ញរដ្ឋាភិបាលអ្នកអនុវត្តច្បាប់ពលរដ្ឋជាអ្នកគោរពច្បាប់ស្មោះត្រង់នឹងគ្នាទៅវិញទៅមកដើម្បីបង្កើនឯកភាពជាតិឲ្យបានរឹងមាំក្នុងដំណាក់កាលពេលនេះឯកភាពជាតិរវាងរដ្ឋាភិបាលនិងពលរដ្ឋ
rồi biênពលrốt nâng mà ta đi ca tôi thông đó khá nè nó na chỉ gọi là bưu thôi chênh ọt miên bà đáy bà đáy to thì đi tí ọt miên bà đáy là ca ơi bà cha mất xiêm ai bằng tốc mà nụ nó bọc quát bằng phán bà tí không ai bàn đi tí bà nâng bà này khúc khóa này ọt trâu ca tư thư chỉ ai dòng bò tê na xin đi tí bà nâng bà này chuộc chòm bích hơi chiêm không ai hô krao thô ni bà nâng bà hơi con cháu nó bao dương ra ngay ao lúc mình ấy ra phiệp công bọc pra group chung anh nát con anh nát cháu nó bao dương phong nó mò mai anh mình đào ao cao ấy buộc khóp là bự khóp ấy mong mong tiết tê sầm át à lâu tư mà giang ca phiệp bật tê mà giang chui bơ rát bơ rát ca na mình chui quạt ọt miên mù là than nông luôn tê đại đông pai bao bơ rát ca sẽ co từ miền đây ban từ lụa tinh mà to lan ban thơ ca sẽ cầm trăm côn với đua đây ban trăm côn với đua mà ban thưa ta cây là miền anh trăm côn rồi ba này ô nè hướng này thử đó thế ngày ní dây chuột đi con hả người ta ăn thật cua bọn con trai phần năng bà này nó con nó phần năng hót lại nhua còn chỉ còn màu ơi mà tối chào tự hiền chỉ bỏ chào là cầm oi dạ tầm này cài anh tôi cháu cô chỉ còn một phần bạn đi con mấy vì ăn dập đó phi muốn đi phần lắng nó để nhá ở đây hay chăng phần lắng con nó phần lắng ấy khi ông còn phong được kết tha chọn rồi tới tốt đèn tiệt phần tài ọt miền ấy đầy thật tì phần cái nứt nó kết nơi bây để lưu về ban tốt đèn trong thật từ mòn hay nhom trong cày có sao sao bấm bè con bong con chờ chẳng khả năng là cày bật đi đại lụcเมตตาอุปถัมภ์ความตรอกខ្ញុំរហូតមកធ្វើឲ្យខ្ញុំមានលទ្ធភាពរស់រានមានជីវិតធ្វើឲ្យចៅទាំងពីរនឹងយាយព្រមទាំងរូបខ្ញុំនៅមានស្ថិរភាពជីវភាពបន្តរស់ទៅមុខទៀតសូមបងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសប្រកបតែសេចក្តីសុខសេចក្តីចម្រើនសូមបងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសមេត្តាទទួលយកនៅការសំពះដឹងគុណពីខ្ញុំសផលសូដោយស្មោះអស់ពីចិត្តនិយាយទាំងប៉ុន្មានគឺពិតជាមិនចង់ឲ្យប៉ះពាល់បកពួកក្រុមនយោបាយណាឡើយក៏ប៉ុន្តែដើម្បីរួមចំណែកដាស់តឿនបងប្អូនកូនចៅដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលវានឹងឈានមកដល់បន្តិចម្ដងខ្ញុំបាទត្រូវតែបង្ខំនិយាយដូច្នេះសូមបងប្អូនកូនចៅគ្រប់និន្នាការបកនយោបាយ
មេត្តាអនុគ្រោះដល់ខ្ញុំផងខ្ញុំបាទសូមអភ័យទោសពីប្រមុខដឹកនាំជាតិសម្ដេចតេជោសម្ដេចបបរខ្ញុំបាទពិតជានិយាយប្រហើនរហូតទៅដល់ប៉ះពាល់រចនាសម្ព័ន្ធដឹកនាំមន្ត្រីរបស់សម្ដេចជាប្រយោលតែដើម្បីរួមចំណែកតបស្នងសងគុណជាតិតបស្នងសងគុណវីរៈជនដូនតាតបស្នងសងគុណបងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសខ្ញុំបាទពិតជាប្រថុយស្លាប់ត្រូវតែនិយាយចំណុចអវិជ្ជមានទាំងឡាយដើម្បីឲ្យកូនចៅខ្មែរស្គាល់យល់ដឹងនិងពង្រឹងចំហខ្លួនឯងឈប់ឲ្យចាញ់ពួកប្រជាពិធដ្ឋនាំគ្នាមកស្រវាអោបរដ្ឋធម្មនុញ្ញដើម្បីពង្រឹងសាមគ្គីឯកភាពជាតិរវាងពលរដ្ឋនិងថ្នាក់ដឹកនាំរវាងពលរដ្ឋនិងមន្ត្រីរាជការរវាងកងទ័ពនិងពលរដ្ឋឲ្យបានរឹងមាំដើម្បីប្រឈមតស៊ូទប់ទល់នឹងបច្ចាមិត្តសៀមដូច្នេះសូមសម្ដេចទាំងពីរមេត្តាអនុគ្រោះដល់ខ្ញុំបាទសុផលសូផងដោយក្តីគោរពពីខ្ញុំបងប្អូនកូនចៅទាំងក្នុងនិងក្រៅប្រទេសជាទីគោរពស្រឡាញ់សូមបងប្អូនទាំងអស់គ្នាប្រកបតែសេចក្តីសុខសេចក្តីចម្រើនខ្ញុំបាទវិលត្រឡប់ទៅផ្ទះវិញហើយប្រលប់ហើយជិះកង់ទៅផ្ទះហើយជំរាបលាបងប្អូនកូនចៅជំរាបលា